បាទជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមនេះគឺជាទស្សនវិជ្ជាទាំងស្រុងដែលខ្ញុំផ្ដិតចេញពីទឹកដីពីរួមសុខពុជិដាគឺនៅក្នុងភូមិបូស្រានេះគឺជាទស្សនវិជ្ជាទាំងមូលដែលជាប្រវត្តិរបស់យើងមានពេលល្ងាចដែលគាត់ទៅដំណើរទៅដែលគាត់ធ្វើដំណើរចុះឡើងនៅក្នុងទីរួមស្រុកនៅក្នុងផ្សារដើម្បីទិញម្ហូបដូចជាចេញមកធ្វើការពីក្មេងមកពីសាលារៀនឃើញថាសង្ភាពនៅពេលល្ងាចគឺមានមនុស្សច្រើនកកកដែរបងប្អូនតែស្អត់តែគាត់យើងគាត់ធ្វើការមកទិញម្ហូបដើម្បីធ្វើមកបបាយចេញពីធ្វើការដើម្បីទៅផ្ទះសម្រាប់ហើយក្មេងៗក៏ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះផងដែរ